ដើម្បីចង់ដឹងពីអារម្មណ៍នៃការធ្វើជាម្ដាយបុរសម្នាក់បានសម្រេចចិត្តផ្ញើពងមួយដោយផ្ទាល់ដៃប៉ុន្តែគេអង្គុយមើលពងនេះអស់រយៈពេលកន្លះឆ្នាំទៅហើយទៀតបែរជាគ្មានសញ្ញានៃការញ៉ាំចេញមកសោះតើពួកសិស្សច្បងទាំងនោះផ្ញើវាចេញមកដោយរបៀបណានិយាយទៅគឺពិបាកណាស់ដូចនេះគេក៏កាត់គំនិតចម្លែកចង់យកវាទៅត្រាំឲ្យចេញមកវិញផ្កាច័ន្ទសម្បកឈើក្រអូបស្លឹកក្រអូបម្រេចខ្ទឹមជាច្រើនមិននឹកស្មានថាវិធីសាស្ត្រដ៏ចម្លែកនេះបែរជាមានប្រសិទ្ធភាពមែននៅពេលដែលគេកំពុងលក់លង់សម្បកពងក៏ប្រេះបែកហើយសត្វតូចមួយក៏វាចេញមកវាបានលួចថាបថ្មបុរសនោះមួយខ្សឺរួចក៏រត់បាត់ស្រមោលត្រឡប់ទៅរូងរបស់វាវិញតាមពិតវាប្រញាប់ទៅរកអូនស្រីរបស់វាសោះតែនៅពេលដែលសត្វតូចនិងអូនស្រីកំពុងនៅក្បែរគ្នាស្រាប់តែមានសំឡេងអ្វីយ៉ាងបន្លឺឡើងនៅពេលដែលវាចេញមកមើលស្ទើរតែធ្វើឲ្យវាភ័យស្លាប់បាត់ទៅហើយមាន Dinosaur Tyrannosaurus ពេញវ័យមួយកំពុងតែក្រហមសម្លឹងមើលមកហាក់ដូចជាចង់ស៊ីវាជាអាហារភ្លាមនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតនោះគូចិនបានបង្ហាញខ្លួនទាន់ពេលវេលាដើម្បីជួយសង្គ្រោះវាឯងមានរូបរាងបែបនេះសោះគូចិនចំណាំបានភ្លាមថានេះគឺជាសត្វដែលញ៉ាំចេញពីពងរបស់គេមិននឹកស្មានថាខាងទៀតគឺជាសត្វស៊ុយនីសូ Shining Beast នោះទេសត្វស៊ុយនីសូគឺជាថ្នាំបំពន់ដ៏ខ្លាំងក្លាបំផុតក្នុងលោកមិនត្រឹមតែអាចព្យាបាលគ្រាប់វិញ្ញាណដែលបែកបាក់ថែមទាំងអាចបង្កើនកម្លាំងទេវតាបានដល់ទៅ100ឆ្នាំសូម្បីតែក្រចកក៏អាចយកមកធ្វើជាថ្នាំបានតែថាពូជសត្វស៊ុយនីសូនេះបានផុតពូជតាំងពី70000ឆ្នាំមុនបាត់ទៅហើយពីប្រមរបស់វាគឺមិនបាច់និយាយឡើយនឹកឃើញដល់ទេពធីតាហ្វុងអ៊ីនដែលត្រូវគេធ្វើបាបរហូតដល់ទេពវិញ្ញាណគូចិនមានបំណងចង់យកពងថ្នាំនេះទៅជូននាងសត្វស៊ុយនីសូហាក់ដូចជាមើលធ្លុះពីបំណងរបស់គូចិនទើបនេះវាក៏ត្រៀមខ្លួនឆ្លៀតឱកាសពេលយប់ងឹតដើម្បីរត់គេចពីទីនេះប៉ុន្តែមិននឹកស្មានថាគូចិនបានការពារទុកជាមុនបាត់ទៅហើយខំប្រឹងអេបប្រយោជន៍អីខ្ញុំបានដាក់មុនការពាររួចហើយពួកយើងចេញទៅវិញចាត់ទុកថាអញសីដោយភាពខឹងសម្បាសត្វស៊ុយនីសូតូចឆ្លៀតពេលដែលគូចិនកំពុងដេកបានផឹកស្រាទេវតាដែលគេស្រឡាញ់បំផុតរហូតដល់អស់រលីងនឹកស្មានមិនដល់ថាកម្លាំងទេវតាក្នុងស្រាដែលស្រវឹងជោគជុំក៏បានប្រែរូបរាងទៅជាមនុស្សថែមទាំងវាឡើងទៅលើគ្រែរបស់គូចិនទាំងត្រេងទៀតផងថ្ងៃបន្ទាប់នៅពេលដែលគូចិនភ្ញាក់ឡើងស្រាប់តែឃើញមានស្រីប្លែកមុខម្នាក់ដេកនៅក្បែរខ្លួនដោយភាពភ្ញាក់ផ្អើលគេក៏ធាក់នាងមួយជើងធ្លាក់ពីលើគ្រែនាងជាអ្នកណាខ្ញុំសួរនាងនឹងនាងជាអ្នកណារហូតដល់គេបានឃើញកងដៃកណ្ដឹងនៅលើដៃរបស់នាងហើយឃើញទ្រង់សត្វនៅទំនេរស្អាតទើបគេយករឿងគ្រប់យ៉ាងភ្លាមនាងជាអ្នកណានាងប្រែរូបរាងហើយខ្ញុំអាចនិយាយបានទៀតផងប៉ុន្តែមិនទាន់ទាំងឲ្យគូចិនបានសប្បាយចិត្តផងអាអ៊ីងអាយិនស្រាប់តែមានទឹកមុខសាហាវហើយស្ទុះមកខាងគេអូយត្រឹមមួយប៉ព្រិចភ្នែកគូចិនត្រូវបានអាអ៊ីងចង់ជួទុកនៅកណ្ដាលអាកាសនឹកឃើញដល់អ្វីដែលគេធ្លាប់ធ្វើដាក់ខ្លួនពីមុននាងសម្រេចចិត្តសងសឹកវិញឲ្យសំចិត្តផ្កាច័ន្ទសម្បកឈើក្រអូបទឹកខ្មុំក្របយីវរ៉ាតាក់គ្រឿងឲ្យច្រើនហើយបង្កើនកម្លាំងភ្លើងឃើញថាអាអ៊ីងហ៊ាននឹងចាប់គេខ្វាយមែនទែនទៅហើយក្នុងគ្រាអាសន្នគូចិនបានប្រើមុនសើប្រែខ្លាយឆ្នាំធំនោះទៅជាដុំសម្លេងវិញអាអ៊ីងមិនអស់ចិត្តក៏ប្រើមុនសើនិងមិនឆក់ដូរវិញគ្នាធ្វើបាបគេឲ្យគេសាច់មិនឈប់ខ្លួនប្រាញ់ញ័រត្រើតនាងនៅមិនទាន់អស់ចិត្តចង់លេងអ្វីដែលរំជើបរំជួលជានេះទៀតហើយរឿងទាំងអស់នេះត្រូវបានគ្រូរបស់គូចិនគឺលោកតាចាស់តុងហ៊ូមើលឃើញទាំងអស់អាល្អិតនេះរាល់ថ្ងៃរពេះណាស់ឥឡូវត្រូវបានក្មេងស្រីតូចម្នាក់នេះបង្ក្រាបបាត់តុងហ៊ូទាំងចង់សាច់ទាំងហ៊ូចិត្តក៏បានបើកកញ្ចក់មើលជោគវាសនាក៏ដឹងថាគ្រូចង្រៃរបស់គូចិនចិត្តមកដល់ហើយពេលចូលរួមក្នុងពិធីជប់លៀងអបអសាទរការចាប់កំណើតថ្មីរបស់ហ្វុងមីងគេបានលើកគេនិយាយដើមបង្ខូចឪពុកម្ដាយរបស់ខ្លួនដោយអចេតនាគេក៏ស្ទុះទៅប្រកែកទាំងអារម្មណ៍ចេះឈួរតែបែរជាត្រូវគេមើលងាយវិញសំណាងបានហ្វុងមីងដែលពួននៅពីក្រោយវាំងនឹងចេញមុខជួយសង្គ្រោះសម្លៀកបំពាក់ពណ៌ក្រហមនោះធ្វើឲ្យគូចិនច្រឡំថាជាព្រះនាងហ៊ូស៊ូកាបើដឹងថាគេគឺជាសិស្សរបស់តុងហ៊ូក៏ឆ្លៀតឱកាសទទួលយកគុណសម្បត្តិនោះតែម្ដងថែមទាំងបាននិយាយថាចង់មើលត្បូងហ្វហ៊ូង Fire Furnace Jade ពីព្រោះនៅក្នុងពិធីនោះត្បូងខ្នងដែលនាងពាក់ត្រូវបានគេបង្អាប់ថាចាញ់ត្បូងហ្វហ៊ូងរបស់ហ្វុងមីងដាច់ដោយភាពបំនួតនាងក៏បានសុំឲ្យគូចិនទៅយកត្បូងហ្វហ៊ូងមកឲ្យនាងដើម្បីជាការតបស្នងពេលនេះគូចិនមិនបានដឹងខ្លួនឡើយថាតើមនុស្សចិត្តណាមួយនេះនឹងបង្កជាគ្រោះមហន្តរាយបែបណាខ្លះគេបានទៅកាន់កន្លែងហ្វឹកហាត់របស់ហ្វុងអ៊ីនដើម្បីលួចយកត្បូងហ្វហ៊ូងនឹកស្មានមិនដល់ថាគ្រាន់តែចូលទៅចិត្តក៏ត្រូវខែការពារស្រុកចូលទៅសំណាងល្អបានប្រាប់ខ្សែចំណងទុកខ្លួនជាប់ប៉ុន្តែគេមិនបានដឹងថាមានមនុស្សកំពុងលួចមើលរឿងនេះពីទីងឹតឡើយចុះអ៊ីនឃើញថាកម្លាំងរបស់គូចិនអាចទម្លាយខែការពារភ្លើងសុករាបានក៏កាត់ខ្សែចំណងរបស់គេដាច់គូចិនក៏ត្រូវស្រុកចូលទៅក្នុងនោះតែម្ដងត្បូងហ្វហ៊ូងចាប់បាននៅខ្សែឈាមដ៏មានអំណាចលើខ្លួនរបស់គូចិនក៏ចំណាំបានថាគេគឺជាយានឈីកូនប្រុសរបស់សៀងគូនិងប៉ៃជីហើយត្បូងហ្វហ៊ូងនេះក៏ជាអ្វីដែលសាងគូប្រគល់ឲ្យហ្វុងអ៊ីនដែរត្បូងហ្វហ៊ូងបន្ទាប់ពីដឹងពីវត្តមានឈាមជ័ររបស់ម្ចាស់វាក៏ចាប់ផ្ដើមស្រូបយកវិញ្ញាណទេវតារបស់ហ្វុងអ៊ីនយ៉ាងខ្លាំងក្លាដើម្បីផ្ដល់ឲ្យគូចិនទម្រាំតែពួកទេវតាដឹងខ្លួនហើយប្រញាប់មកដល់វិញ្ញាណទេវតារបស់ហ្វុងអ៊ីនក៏បានរលាយបាត់អស់ទៅហើយសូម្បីតែព្រះខ្ពស់បំផុតក៏មិនអាចចាប់សញ្ញាវិញ្ញាណរបស់នាងបានក្នុងត្រៃភពដែរគូចិនដឹងខ្លួនថាបានបង្កកំហុសដ៏ធំដឹងថាវិធីដោះស្រាយតែមួយគត់គឺនៅផ្លូវទៅស៊ូមេកវិជនដើម្បីតាមរកដានរបស់ហងភ្លើងគេសុខចិត្តរងការវានឹងរំពាត់សុខរា5ហើយដើរទៅកាន់ផ្លូវស៊ូមេកដោយផ្ទាល់ដើម្បីសុំជួបធ្មស៊ូមេកប៉ុន្តែធ្មស៊ូមេកបែរជាប្រាប់ថាហ្វុងអ៊ីនគឺជាអ្នកដែលត្រូវមកចាប់កំណើតតាមកំណត់តាំងពីព្រះអាទិទេពបង្កើតលោកមកហងភ្លើងតែងតែស្លាប់មួយទៅកើតមួយការដែលហងភ្លើងពីរមកបង្ហាញខ្លួនព្រមគ្នាគឺជាលើកទី1ហើយតាំងពីបង្កើតចង់ឲ្យហ្វុងអ៊ីនត្រឡប់មកវិញលុះត្រាតែគូចិនសុខចិត្តបូជាជីវិតខ្លួនឯងដែលទស្សនវិជ្ជានេះត្រូវបានតុងហ៊ូមើលឃើញទាំងអស់ពួកគេបានតែនិយាយឃើញថាជោគវាសនារបស់គូចិននិងហ្វុងអ៊ីនគឺជំពាក់ជំពិនគ្នាកាលនោះយានឈីដោយសារឪពុកប៉ៃជាបានបូជាជីវិតដើម្បីបញ្ចប់គ្រោះមហន្តរាយមេតាសៀងគូឈីចាប់ខ្លាំងពេកក៏បិទពិភពទេវតាដើម្បីជួយសង្គ្រោះប៉ៃជាយានឈីក៏រងផលប៉ះពាល់ផ្លូវចិត្តហើយមិនដឹងមូលហេតុអ្វីក៏បាត់បង់កម្លាំងទេវតាអស់ត្រូវបានសៀងគូបញ្ជូនមកលោកខាងក្រោមដើម្បីវឹកហាត់ហើយផ្លូវត្រឡប់ទៅពិភពទេវតាវិញគឺស្ថិតនៅលើផ្លូវនៃការត្រឡប់មកវិញរបស់ហ្វុងអ៊ីននៅពេលដែលគ្រប់គ្នាផ្ដោតលើការមើលថែយានឈីដែលរងរបួសនៅឯភ្នំទេវតាដ៏ឆ្ងាយសរសៃវិញ្ញាណមួយដែលដូចជារោមហងភ្លើងកំពុងតែអណ្ដែតហើយចូលទៅក្នុងខ្លួនរបស់សត្វស៊ុយនីសូនោះហើយគឺជាសត្វស៊ុយនីសូដែលគូចិនបានផ្ញើចេញមក